បាទសូមគោរពជំរាបសួរពុកម៉ែពុំមីងបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទមានវីដេអូមួយចង់បង្ហាញអំពីការដាំដុះបន្លែបាទជាលក្ខណៈតូចហើយដងធ្លាប់ធ្វើវីដេអូពាក់ព័ន្ធមួយដំណាំហូបបន្លែបាទហើយនេះគឺជាស្លាត់ប្រេស៊ីលបាទអ្នកខ្លះហៅថាស្លាត់ស្រួយអីចឹងណាតាមតំបន់ហើយការដាំរបស់ខ្ញុំគឺមានដាំនៅលើដីហើយនឹងនៅក្នុងឡានស្នោបាទហើយនេះនៅលើដីបាទសិតតដល់ពេលអាយុតែត្រូវប្រមូលផលហើយតែមកទឹកជាងអីយើងកាត់ហើយវាបែកថ្នែងលាស់មកយើងអាចប្រមូលផលម្ដងទៀតបានបាទហើយនៅក្នុងកន្លែងខ្ញុំដាំនេះគឺតូចទេបាទក្បាលប្រហែលជាថា10ម៉ែត្រចុះទៅតឹង20ម៉ែត្រយើងគ្រាន់តែទុកដាំដំណាំបន្លែបាទខុសពីដំណាំហូបផ្លែបាទនេះសិតដល់ពេលត្រូវកាត់ហើយនេះយើងអាចយកទៅធ្វើជាឆាឡុកឡាស៊ីកូអាចទៅជាបន្លែដាក់នៅក្នុងស៊ុបដាក់នៅក្នុងអីឬក៏ផ្ទាប់ជាមួយបន្លែឆាវឬមួយទឹកលក់ជាមួយអីចឹងណាបាទនេះបាទស្នាមកាត់ហើយនេះបែកថ្នែងមកទៀតហើយបាទគឺដល់ពេលខ្ញុំត្រូវកាត់ទៀតហើយស្រួលដាំបាទស្លាត់ប្រេស៊ីលនេះបាទត្រូវការដីត្រូវការអីតិចមានម្លប់អីស្រោចទឹកជោគហើយនេះគឺជាខណៈខែលបាទខណៈខែលដែលខ្ញុំដាំនៅក្នុងប្រទេសបាទតែស្នោនេះបាទប្រើជីទឹកបាទការដាំបន្លែនេះគឺយើងមានភាពងាយស្រួលហើយណាមួយយើងជាការកំសាន្តក្រោយពីធ្វើការងារការដាំដំណាំហូបផ្លែបាទហើយជួយកាត់បន្ថយការចំណាយហើយយើងមានបន្លែដែលយើងចង់ហូបនៅក្នុងផ្ទះរបស់យើងស្រាប់ថាពេលខ្លះយើងចង់តែទិញនៅផ្សារក៏មិនងាយមានបាទហើយបើយើងដាំលេងទេយើងតែអនុគ្រួសារចេះទៅមានអារម្មណ៍ថាស្រស់ស្រាយបាទនេះសិតទៅដល់ពេលចិត្តត្រូវកាត់ទៀតហើយបាទកាត់ណាខែលហើយបន្ទាប់មកនៅនោះខ្ញុំដាំស្ពៃបាទស្ពៃមានស្ពៃទឿស្ពៃជើងទាបាទហើយនេះខ្ញុំរៀបឥតពូនដីបាទហើយដីគឺយើងយកដីដែលងាយនឹងរឹសចាក់ដូចជាដីបាតស្រែដីក្នុងស្រែយើងយកទៅលើមកបាទហើយនេះសិតស្នាខ្ញុំដកហើយនេះ2ថ្ងៃទៀតត្រូវដកទៀតហើយបាទដកឲ្យរាយកូនបន្ថែមហើយមានតកួននេះតិចតួចចឹងទៅបាទនេះគឺខណៈដើមបាទតែ4-5ដើមអញ្ចឹងទៅយើងរួចឆារួចអីហើយសិតតែបន្លែធម្មជាតិងាយស្រួលដាំបាទមិនបាច់ទៅរកនៅទីផ្សារបាទហើយត្រប់បាទត្រប់ស្រួយមានប្រហែលជា5-6ដើមដែរផ្លែហូបអស់ទេបាទយកទៅស្លសម្លម្ជូរគ្រឿងផងស្លក្រាក់ផងធ្វើជាបន្លែទឹកលក់ធ្វើជាឡាយដួសប្រហុកឆាវហ្នឹងបាទតាមហូបស្រែបន្លែស្រែបាទបងប្អូនពុកម៉ែពុំមីងអាចរៀបចំជាសួនមួយតូចបាទពតសំណាញ់ចិត្តទៅបាទកុំឲ្យមានមន់មានទាចូលកាយគឺយើងដាំនឹងតែបានហូបហើយនេះគឺម្រះព្រៅបាទមានម្រះព្រៅមានជីនឹងវងមានអីចឹងទៅចង់ឆាចង់ស្ងោរជ្រក់អីបានបាទមិនខ្វះដែរបន្លែការដាំដំណាំនេះគឺជួយច្រើនជួយអារម្មណ៍យើងស្រស់ស្រាយផងជួយសេដ្ឋកិច្ចយើងបានដល់កម្រិតដែរបាទហើយនេះម្ទេសជាប្រភេទម្ទេសតែម្ទេសអាចសាតហើយម្ទេសខៀវនេះពាក្យច្រើនគឺបេះយកទៅដាក់នំបញ្ចុកខ្ញុំបេះលក់ម្ដងបានម្ដង10000ជាងណាបាទ4-10ដើមហើយផ្កាយផ្លែណាហើយមានលហុងនេះគឺខ្ចីក៏បេះលក់បានទុំក៏យកបេះហូបបានដែរគឺបេះលក់ហូបអស់គឺបេះលក់ទៀតបាទនេះបាទសូមអរគុណសម្រាប់ការតាមដាននិងទស្សនាបាទខ្ញុំមានវីដេអូខ្លីតែប៉ុណ្្នឹងពាក់ព័ន្ធមួយដំណាំជុំវិញផ្ទះបាទសូមអរគុណ